ក្នុងរដូវស្រាយដ៏ស្ងប់ស្ងាត់មួយមានទាម្ដាយម្នាក់កំពុងសម្រាលកូនព្រលឹមថ្ងៃនោះខ្យល់បក់ស្រាលសូរទឹកនិងសំឡេងបាក់សីរៀងរាល់ថ្ងៃធ្វើឲ្យទីនោះស្រស់ស្អាតនិងសប្បាយចិត្តពី3ម៉ោងបន្ទាប់ពងទាទាំងអស់បាំងបែកចេញបង្កើតជាកូនទាច្រើនដែលស្រស់ស្អាតស្លូតត្រង់និងរីករាយក្នុងសម្បុកតែគួរឲ្យចាប់អារម្មណ៍មានពងមួយនៅសល់មិនទាន់បែកម្ដាយសង្ឃឹមថាវានឹងជាកូនស្អាតដូចគេប៉ុន្តែពេលវាបែកចេញវិញគាត់ភ្ញាក់ផ្អើលព្រោះកូននោះមានរាងធំជាងគេខ្មៅនិងអាក្រក់ខ្លាំងណាស់មិនត្រឹមតែម្ដាយក៏ស្តាក់ស្ទើរមិនទទួលស្គាល់ទេបងប្អូនទាំងអស់ក៏សើចនិងជេរប្រមាថវាពួកគេហៅវាថាកូនទាអាក្រក់ហើយចោលវាឲ្យនៅតែម្នាក់ឯងកូនទាអាក្រក់មានអារម្មណ៍សោកសៅនិងរអាក់រអួលវាមើលកញ្ចក់ទឹកឃើញស្រមោលខ្លួនឯងហើយគិតថាហេតុអ្វីខ្ញុំមិនដូចគេតើខ្ញុំអាក្រក់ពេកដល់ថ្នាក់ម្ដាយមិនស្រឡាញ់ទេពេលវាមើលទៅកាន់ម្ដាយនិងបងប្អូនដែលកំពុងលេងសប្បាយវាហាក់ដូចជាចាប់អារម្មណ៍នឹងអារម្មណ៍ស្រឡាញ់ប៉ុន្តែគ្មាននរណាមកជិតវាថ្ងៃកន្លងទៅកូនទាអាក្រក់ត្រូវបានជេរជ្រលំឈួតបង្ហើបនិងជះចោលទោះស្រឡាញ់ម្ដាយយ៉ាងណាក៏ដោយវាសម្រេចចិត្តចាកចេញព្រោះមិនអាចរស់នៅក្នុងទីដែលគេមើលរំលងវាបានទៀតនោះវាចាប់ផ្ដើមធ្វើដំណើរតាមព្រៃទឹកស្រែទៅរកកន្លែងថ្មីតាមផ្លូវវាបានជួបសត្វជាច្រើនសត្វទាខ្លះសត្វកញ្ជ្រោងនិងសត្វតូចផ្សេងទៀតតែគ្រប់ទីកន្លែងវាត្រូវបានគេប្រមាថឬបណ្ដេញចេញព្រោះមនុស្សនិងសត្វមើលតែខាងក្រៅមិនយល់ពីចិត្តស្អាតរបស់វាទេពេលមួយវាអស់កម្លាំងនិងគិតថាខ្លួនគ្មានតម្លៃវាអង្គុយក្រោមស្លឹកឈើធំមួយភ្ញាក់ផ្អើលនឹកដល់ពេលនៅជាមួយម្ដាយប៉ុន្តែគ្មាននរណាអាចទទួលវាបានទេទោះយ៉ាងណាវាមិនបោះបង់វាបន្តរស់បន្តស្វែងរកទីជ្រកថ្មីដោយសង្ឃឹមថាមាននរណាម្នាក់យល់ចិត្តវាថ្ងៃមួយកូនទាអាក្រក់បានឃើញបក្សីស្អាតពណ៌សស្រស់ហែលលេងលើទឹកវាមិនដឹងថាវាជាស្វាទេប៉ុន្តែវាមើលទៅយ៉ាងស្រឡាញ់វាគិតថាបើខ្ញុំអាចស្អាតដូចពួកគេបានវានឹងល្អប៉ុណ្ណាប៉ុន្តែវាមិនហ៊ានទៅជិតទេព្រោះខ្លាចថាពួកគេនឹងជេរប្រមាថដូចសត្វដទៃរដូវវាមកដល់ទឹកកកចំការរឹងកូនទាអាក្រក់ត្រូវស៊ូជាមួយត្រជាក់ខ្យល់និងអាហារខ្វះខាតវាស្ទើរតែស្លាប់ប៉ុន្តែដោយសំណាងវាបានជួបជាមួយនឹងសត្វម្ដាយ Goose មួយដែលស្មានថាវាជាកូនដែលត្រូវការជួយនាងបានយកវាទៅចិញ្ចឹមរីករាយនឹងអាណិតវានោះជាលក់ដុងដែលកូនទាអាក្រក់មានអារម្មណ៍ថាមាននរណាស្រឡាញ់វាពិតប្រាកដ